ស្ដីបងប្អូនទាំងអស់គ្នាខ្ញុំសូមនិយាយអំពីបញ្ហាតម្លៃម្សៅរបស់ខ្ញុំបន្តិចហ្នឹងហើយខ្ញុំឃើញថាបងប្អូនប្រតិកម្មច្រើនតាក់ទងជាមួយនឹង post ដែលខ្ញុំ post ថាអូខេវ៉ាន់ពីក្រុមហ៊ុនទៅគឺ7000ទេលក់តែ7000អញ្ចឹងទៅឃើញបងប្អូនលក់តម្លៃលើសអីចឹងទៅជាដំបូងគឺខ្ញុំសូមអធិស្ឋានមែនតើដល់បងប្អូនដែលជីវករដែលគាត់យកទៅលក់បន្តហើយថាគាត់ពិបាកលក់គាត់លក់អត់ចំណេញអញ្ចឹងទៅបើតម្លៃខ្ញុំគិតថាបងប្អូនអាចស្នើសុំទៅអតិថិជនវិញបានតាក់ទងជាមួយនឹងបញ្ហាដឹកជញ្ជូនថ្លៃដឹកជញ្ជូនក៏ដូចជាសាំងឡើងថ្លៃអីចឹងទៅហ្នឹងហើយអាហ្នឹងបងប្អូនអាចស្នើសុំទៅអតិថិជនវិញបានសុំឡើងតម្លៃបន្តិចបន្តួចអីទៅតាមស្ថានភាពចាក់ស្ដែងរបស់បងប្អូនចឹងទៅប៉ុន្តែខ្ញុំសូមលើក comment នេះមួយនិយាយមួយដែលគាត់បាន share ថាអូខេម្សៅបាច់ចំលេងម្សៅ1000អីទេម្សៅថៃតែ1000អីចឹងណាអ្នកនរគ្នាប៉ុន្តែខ្ញុំសូមសួរវិញថាតាមម្សៅ1000ហ្នឹងណាជាប្រភេទម្សៅបែបម៉េចម្សៅសហើយម្សៅហ្នឹងគឺជាប្រភេទម្សៅធ្វើពីអីដែលគេយកលក់ឲ្យខ្មែរដែលបោះសៀមដែលបងថាហ្នឹងតែរបស់ខ្ញុំគឺជាប្រភេទម្សៅពណ៌ធ្វើពីម្សៅពោតហើយចំណុះ100ក្រាមទំហំប៉ុណ្ណឹងខ្ញុំទទួលស្គាល់ថាតម្លៃវាមិនថោកពេកទេអ្នកនរគ្នាប៉ុន្តែខ្ញុំយកចូលថ្លៃដូចគ្នាបងប្អូនអាចទៅសាកសួរបានម្សៅពោតម្សៅពណ៌បែបនេះទៅសួរនៅក្នុងរោងចក្រចិនឬក៏រោងចក្រផ្សេងទៀតដែលបងប្អូនស្គាល់អាចទៅសួរបានអ្នកនរគ្នាតម្លៃអត់ធូរទេបើយកតម្លៃធូរមែនគឺខ្ញុំយកឲ្យដោយសារ Aston តាំងពីដើមគឺព្យាយាមយកផលិតផលដែលល្អជាមួយនឹងតម្លៃដែលធូរថ្លៃប៉ុន្តែខ្ញុំអត់ភ្លេចខ្លួននៅក្នុងការឈរជាមួយនឹងគុណភាពទេហើយម្សៅខ្ញុំអត់ roll អត់ល្មាស់អត់កាហាយភ្នែកខ្ញុំយកលេងចូលឆ្នាំធម្មតាបើសិនបងប្អូនលេងចូលឆ្នាំក៏ត្រូវការម្សៅដែលមានគុណភាពបងប្អូនសាកកលេចបើវិញតាក់ទងជាមួយនឹង season ចូលឆ្នាំគេលក់កំភ្លើងបាញ់ទឹកលក់ outfit ឬក៏លក់ accessory ផ្សេងតាក់ទងជាមួយនឹងបាញ់ទឹកគេដែលលក់ថោកគេអ្នកលក់ដឹងអីគេលក់1គុណនឹង2គុណនឹង3ដើម្បីអីដើម្បីធៀមលុយនៅក្នុងការសល់ stock វិញដោយសារតែសល់ stock ទៅលក់លេងបានអីតតែឆ្នាំក្រោយទៅបានលក់ទៀតចាលលុយនៅត្រឹមហ្នឹងហ្មងបើសិនបើខ្ញុំនៅក្នុងទីផ្សារចូលឆ្នាំណាក៏ខ្ញុំត្រូវលក់គុណនឹង1គុណនឹង2ដែរប៉ុន្តែខ្ញុំអត់ធ្វើជាយើងបុកទីផ្សារធ្វើមិនបាច់ឲ្យអានឹងលក់អស់ហើយបងប្អូនសាកសម័យបើសិនបើផលិតផលនឹងលក់អត់អស់លក់អត់អស់ចោល stock ខ្ញុំត្រូវសល់ stock រាប់សែនទីបរាប់សែនប្រអប់នៅក្នុង stock របស់ខ្ញុំចាលលុយត្រឹមហ្នឹងហ្មងខ្ញុំសន្និចិត្តមែនតើដែលបងយកម្សៅរបស់ខ្ញុំទៅប្រៀបធៀបជាមួយនឹងម្សៅផ្សេងទៀតអីចឹងណាម្សៅរបស់ខ្ញុំគឺយកក្នុងចំនួនដែលច្រើនហើយតម្លៃនៅប៉ុណ្្នឹងទៀតខ្ញុំព្យាយាមសម្រួលហើយផលិតផលរបស់ខ្ញុំគឺអាចនិយាយបានថាអត់ចំណេញច្រើនទេបងប្អូនអ្នកលក់ម្សៅលក់ថ្នាំដុសធ្មេញកាលពីជំនាន់សៀមជំនាន់អីដឹងហើយសឹងតែថា1គីឡូចំណេញ1000 2000នឹងឯងវាអត់ចំណេញច្រើនទេហើយគោលដៅ Aston ក៏ដូចគ្នាផលិតផលអត់ចំណេញច្រើនយកចំណេញតិចដើម្បីជំនួសទីផ្សារធៀមក៏ដូចជាឈរនៅលើគុណភាពក៏ដូចជាតម្លៃដែលសមរម្យចំពោះបងប្អូនទាំងអស់គ្នាសូមបងប្អូនកាត់អវ៉ាន់ខ្ញុំយកទៅលក់ខ្ញុំសូមអរគុណមែនតើហើយបើសិនបងប្អូនលក់អត់បានតម្លៃ7000បងប្អូនអាចស្នើសុំតម្លៃទៅអតិថិជនវិញបានតាក់ទងជាមួយនឹងស្ថានភាពដឹកជញ្ជូនស្ថានភាពសាំងឡើងថ្លៃអីចឹងទៅដោយសារតែខាងខ្ញុំក៏អត់ចំណេញច្រើនដែរដែលអត់អាចផ្ដល់ជូនសេវាដឹកឲ្យបងប្អូនបានទេហើយក៏ខ្ញុំអត់អាចដាក់តម្លៃចំណេញច្រើនដូចគ្នាអញ្ចឹងហើយខ្ញុំសូមចិត្តមែនតើហើយសង្ឃឹមថានឹងទទួលបានការយោគយល់អធិស្ឋានពីបងប្អូនទាំងអស់គ្នាខ្ញុំអរគុណមែនតើសម្រាប់ការគ្រប់គ្រង Aston មិនថាថ្នាំដុសធ្មេញម្សៅពោតនេះម្សៅពណ៌នេះក៏ដូចជាផលិតផលក្រោយទៀតរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថានឹងទទួលបានការអធិស្ឋានពីបងប្អូនទាំងអស់គ្នាមិនថាជាអ្នកលក់ក៏ដូចជាអ្នកទិញសង្ឃឹមថានឹងទទួលបានការស្រឡាញ់និងការគ្រប់គ្រងពីបងប្អូនតទៅមុខទៀត